អាយុច្រើនតែចង់បានចំណូលបន្ថែមពាក់ព័ន្ធទៅលើការលក់អនឡាញអត់ដឹងថាលក់ពីណាទៅណាទេលក់ទៅប្រហែលជាចាញ់ក្មេងៗហ្នឹងអញ្ចឹងគឺអត់ដឹងថាគួរចាប់ផ្ដើមពីណាទៅណាទេសម្រាប់គំនិតយោបល់ខាងខ្ញុំដែលខ្ញុំធ្លាប់មានបទពិសោធន៍និងឆ្លងកាត់ពីមុនមកអ្វីដែលខ្ញុំចង់ប្រាប់ទៅដល់បងដែលគាត់រៀងអាយុរៀងច្រើនគាត់មានអារម្មណ៍ថាអៀនហើយនឹងខ្មាស់មែនទែនពាក់ព័ន្ធទៅលើការលក់អនឡាញអញ្ចឹងបងចាប់ផ្ដើមដំបូងមកអស់គឺបងសួរខ្លួនឯងថាបងស្រឡាញ់នឹងចូលចិត្តធ្វើអីជាងគេបងចាប់ផ្ដើមលក់ពីអាហ្នឹងទៅចាប់ផ្ដើមនិយាយពីរឿងហ្នឹងម្ដងតិចរហូតជាប្រចាំថ្ងៃបងកុំធ្វើ5ថ្ងៃខាន1ថ្ងៃធ្វើមួយថ្ងៃខាន5ថ្ងៃធ្វើមួយថ្ងៃខានមួយអាទិត្យនៅពេលដែលយើងធ្វើខានអញ្ចឹងគឺអ្នកដែលតាមដានរបស់យើងគឺគាត់ចាប់ផ្ដើមបាត់ទៅហើយអញ្ចឹងហើយអ្វីដែលបងគួរតែចាប់ផ្ដើមដំបូងគឺការធ្វើជាប្រចាំថ្ងៃហ្មងឧទាហរណ៍ថាបងលក់អីគេបងចង់លក់ឧទាហរណ៍ថាបងចង់លក់ជាលក្ខណៈសភៅហ្នឹងគឺបងជួយចិត្តអានសភៅខ្លាំងណាអញ្ចឹងបងចង់និយាយពាក្យប៉ុនទៅនឹងសភៅដែលបងបានអានពីមុនមកបងនិយាយពីបទពិសោធន៍ដែលបងទទួលបានបងនិយាយបងបង្ហាញបងប្រាប់ពីអត្ថប្រយោជន៍នៅពេលដែលបងបានអានសភៅហ្នឹងទៅបងទទួលបានអីគេខ្លះហើយបងនៅពេលដែលយើងអត់បានអានសភៅហ្នឹងតើយើងនឹងអត់យល់ហើយនឹងយើងអត់ដឹងថាពីអីខ្លះអញ្ចឹងណាអញ្ចឹងនៅពេលដែលបងចាប់ផ្ដើមនិយាយពីចំណុចដែលបងចាប់ផ្ដើមមានឧទាហរណ៍ណានេះគ្រាន់តែជាការឧទាហរណ៍បើមិនជាបងចង់លក់ប្រភេទជា skin care ក៏បានបងចង់លក់ជាកាអាក៏បានបងចង់លក់ជាម៉ូតូក៏បានបងចង់លក់ជាដើមឈើដូចដែលខ្ញុំដាក់តាំងពីក្រោយនោះក៏បានបងចង់លក់ជាប្រភេទរុក្ខជាតិផ្សេងឬក៏អីក៏បានដែរតែនេះគ្រាន់តែជាការឧទាហរណ៍ពាក់ព័ន្ធទៅលើបើសិនជាបងចង់រកចំណូលបន្ថែមទៅលើការលក់អនឡាញហើយអាយុរៀងច្រើនបងកុំខ្វល់ចាប់ផ្ដើមដំបូងគឺគ្មានអ្វីដែលល្អហើយឥតខ្ចោះហើយអញ្ចឹងយើងចាប់ផ្ដើមពីអ្វីដែលយើងមានទូរស័ព្ទមួយគ្រឿងមកហើយយើងជជែកយើងនិយាយជាមួយនឹងអតិថិជនរបស់យើងឬក៏អ្នកតាមដានរបស់យើង4-5នាក់ហ្នឹងយើងនិយាយរហូតដល់គាត់ទុកចិត្តនិងជឿជាក់ហើយគាត់ទិញផលិតផលរបស់យើងហ្មងហេតុអីបានជាគាត់បានទិញផលិតផលរបស់យើងគឺដោយសារតែយើងមកបង្ហាញនិងប្រាប់ពីបទពិសោធន៍របស់យើងតាមពិតទៅមនុស្សនៅពេលដែលគាត់ទិញគឺគាត់ទុកចិត្តរបស់យើងសិនគាត់ទុកចិត្តលើយើងនិយាយសិនបន្តមកទៀតគាត់ឃើញយើងជាប្រចាំនៅពេលដែលគាត់ចាប់ផ្ដើមទុកចិត្តជឿជាក់ហើយគាត់នឹងចាប់ផ្ដើមមើលពីអ្វីដែលបងបានបង្ហាញហ្នឹងតើវាសមស្របហើយនឹងគាត់ទទួលបានលទ្ធផលអីអត់នៅពេលដែលគាត់អាចនៅស្ដាប់យើងអញ្ចឹងណាអញ្ចឹងនេះគឺជាចំណុចដែលល្អបើសិនជាបងចង់ចាប់ផ្ដើមគឺត្រូវតែចាប់ផ្ដើមពេលនេះហើយបងប្អូនទាំងអស់គ្នា follow page នេះមួយដើម្បីទទួលបាននៅចំណេះដឹងនិងការចាប់ផ្ដើមដែលល្អបំផុតតាមដែលអាចធ្វើទៅបានមិនមែនល្អអត់ខ្ចោះទេណាល្អតាមដែលអាចធ្វើទៅបានល្អតាមអ្វីដែលយើងមានបច្ចុប្បន្ន